ហើយខ្ញុំភ័យខ្លាចគ្រាប់ធ្លាក់មកតែថ្ងៃមិញនោះធ្លាក់ឆេះអស់មកខ្នងហើយខ្ញុំមិនមានអីរត់លូនក៏ខ្ញុំភ័យពេកខ្ញុំសុំគេមកដោយសារគេក៏ទៅបាត់ហើយសន្តិភាពមិនមែនជាពាក្យធំតែជាកម្លាំងចិត្តដែលធ្វើឲ្យមនុស្សហ៊ានដើរជាមួយនឹងគ្នាសន្តិភាពចាប់ផ្ដើមពីជំហានតូចមួយជំហាននៃការយល់ចិត្តជំហាននៃការគោរពនិងជំហាននៃការអធ្យាស្រ័យហើយថ្ងៃនេះយើងមិនមែនដើរតែម្នាក់ឯងទេយើងដើរជាមួយនឹងគ្នាដោយបេះដូងតែមួយដោយក្តីសង្ឃឹមតែមួយព្រោះជំហានតូចរបស់យើងអាចក្លាយទៅជាផ្លូវមួយដ៏វែងនៃសន្តិភាពថ្ងៃនេះជំហាននោះជាជំហានរបស់យើងទាំងអស់គ្នាតែមុននឹងចូលទៅដល់ចំណុចទី1គឺខ្ញុំសូមមានការធ្វើការកត់សម្គាល់ចំពោះអ្វីទៅដែលនាំមកនូវមោទនភាពជាតិហើយម៉ោងនេះពេលនេះគឺស្មារតីរួបរวมជាតិសំលេងតែមួយនៃមហាគ្រួសារខ្មែរគឺពិតជាមានភាពអស្ចារ្យពិតប្រាកដមែន